Nâng ngay số đây bóng ngọc nia, và để nâng không video ní, nhôm nâng thưa bằng hai pi rubimในการดอกลุยvà tranh pi exchange ใบนั้นตามระยะ P2P và trôn một can thನಿគីនៅក្នុងស្រុកខ្មែររបស់យើងហ្នឹងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបដោតទៅលើអ្នកដែលថ្មីតែម្ដងខ្ញុំជឿថាអ្នកដែលមិនទាន់ស្គាល់ថាអ្វីទៅជា P2P នៅក្នុង Binance ក៏អ្នកនរគ្នានៅតែអាចធ្វើការដកលុយយកមកចាយបានដូចគ្នាឲ្យតែអ្នកនរគ្នាមើលវីដេអូនេះពីដើមរហូតដល់ចប់ហ្នឹងហើយនេះក៏ជាវីដេអូមួយដែលខ្ញុំគិតថាសម្រាប់អ្នកដែលឆាតសួរខ្ញុំណាអ្នកដែលថ្មីបំផុតគាត់តែងតែសួរថានៅពេលដែលយើងមានកាក់បាទ cryptocurrency ផ្សេងយើងអាចដកយកមកចាយបានដែរឬក៏អត់ខ្ញុំសូមបញ្ជាក់ថានៅតែអាចដកលុយយកមកចាយបានដូចគ្នាប៉ុន្តែមុននឹងចូលទៅដល់ការបង្ហាញរបស់ខ្ញុំបន្ថែមខ្ញុំសូមបញ្ជាក់នេះសិនសម្រាប់បងប្អូនដែលមិនទាន់មាននៅគណនី exchange Binance ដើម្បីប្រើប្រាស់ទេឬក៏អ្នកនរគ្នាធ្វើការផ្ទុកនៅកាក់ crypto ផ្សេងដើម្បីទទួលបានផលចំណេញណាអ្នកនរគ្នាអាចធ្វើការបង្កើតតាមរយៈ link របស់ខ្ញុំដែលមាននៅខាងក្រោមនៃវីដេអូនេះអ្នកនរគ្នានឹងទទួលបានការ sell ត្រឡប់មកវិញរហូតដល់ 20% 20% នេះមិនថាអ្នកនរគ្នាធ្វើការទិញលក់កាក់នៅក្នុង spot ឬក៏នៅក្នុង future ឡើយអ្នកនរគ្នានឹងទទួលបានពេញមួយជីវិតតែម្ដង20% នេះគឺល្អមែនទែនសម្រាប់អ្នកដែលប្រើប្រាស់ទៅលើ exchange នៅក្នុងពេលបច្ចុប្បន្នណាបាទអញ្ចឹងហើយអ្នកនរគ្នាដែលមិនទាន់មាន exchange គួរតែធ្វើការបង្កើតពេលនេះទៅហើយអ្នកដែលមិនទាន់ចេះសោះក៏អាចមើលវីដេអូឬក៏មើល link នៅក្នុង pin comment បានណាអូខេតើឥឡូវកុំឲ្យខាតពេលយូរយើងចូលមកកាន់រឿងយើងវិញអ្នកនរគ្នាប្រហែលបានឃើញក្នុងពេលបច្ចុប្បន្នលុយរបស់ខ្ញុំពេលនេះគឺមានចំនួន$1000ជាងណា$1000ជាងអញ្ចឹងដើម្បីធ្វើការដកលុយនេះយកមកចាយទី1បើសិនជាអ្នកនរគ្នាអាចចូលមកកាន់ asset នេះសិនមកអូខេនៅពេលដែលចូលមកកាន់ asset អ្នកនរគ្នាអាចចូលមកកន្លែង spot ហើយអ្នកនរគ្នាអាចមើលមកថាតើអ្នកនរគ្នាមាននៅលុយហ្នឹងជាប្រភេទនៃកាក់ណាមួយឥឡូវខ្ញុំឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាមាននៅកាក់ BNB ព្រោះដោយសារតែខ្ញុំអត់អាចដឹងថាអ្នកនរគ្នាមានកាក់ណាមួយទេអញ្ចឹងហើយខ្ញុំឧទាហរណ៍នេះខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចធ្វើបានអ្នកនរគ្នាអាចចូលមកកាន់ trade អូខេចូលមកកាន់ trade ហ្នឹងមកហើយបន្ទាប់មកយើងចូលនៅកន្លែង spot នៅពេលដែលយើងចូលកន្លែង spot ឥឡូវឧទាហរណ៍ថាអ្នកនរគ្នាមាននៅកាក់ BNB អញ្ចឹងបើសិនជាអ្នកនរគ្នាមានកាក់ណាក៏ដោយអ្នកនរគ្នាគ្រាន់តែចុចកន្លែងនេះណាចុចកន្លែងហ្នឹងមកហើយអ្នកនរគ្នាគ្រាន់តែ search ទៅលើកាក់ដែលអ្នកនរគ្នាមានអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំមាននៅកាក់ BNB អញ្ចឹងខ្ញុំគ្រាន់តែ search BNB មកគឺខ្ញុំនឹងឃើញហើយណាហើយអ្នកនរគ្នា search កាក់ដែលមានខ្លួនឯងហើយយើងត្រូវមើលខាងលើនេះដែរដៃគូនៃកាក់ហ្នឹងគឺត្រូវយក USDT ណា USDT អញ្ចឹងយើងចុចកន្លែងហ្នឹងមកអញ្ចឹងអ្នកនរគ្នាក៏ត្រូវមើលកន្លែងនេះដែរខាងលើនេះគឺអ្នកនរគ្នាមានពាក្យថា buy ហើយនិង sell អញ្ចឹងបើសិនជាយើងមាន BNB ហើយយើងចង់លក់បាទ BNB របស់យើងឬក៏លក់កាក់ណាផ្សេងឲ្យទៅជា USDT អ្នកនរគ្នាត្រូវយកកន្លែង sell ឥឡូវឧទាហរណ៍ថាអ្នកនរគ្នាមានប៉ុន្មានអញ្ចឹងមានឧទាហរណ៍ថាមាន0.6ឬក៏0.7 BNB អញ្ចឹងណាអញ្ចឹងយើងនឹងទទួលបានលុយបាទជា USDT ចំនួន432 USDT ឬក៏ដុល្លារអញ្ចឹងយើងគ្រាន់តែចុចទៅលើ sell អញ្ចឹងមកគឺយើងនឹងអាច sell បានហើយណាបាទដោយសារតែខ្ញុំអត់មាននេះគ្រាន់តែជាការឧទាហរណ៍តែប៉ុណ្ណោះអ្នកនរគ្នាអាចលក់ហើយនៅពេលដែលលក់ហើយអញ្ចឹងបើសិនជាអ្នកនរគ្នាជួនកាលខ្ញុំឃើញគ្នាយើងច្រើនសួរថាលក់អត់ចេញអញ្ចឹងយើងចុចកន្លែងនេះយើងត្រូវមើលព្រោះ limit នេះវាអាចយូរព្រោះតដល់ limit បានលក់បញ្ចេញបើសិនជាអ្នកនរគ្នាលក់អត់ទាន់ចេញអាចយក market គឺលក់ភ្លាមបានភ្លាមណាបាទប៉ុន្តែសម្រាប់ខ្ញុំជាទូទៅខ្ញុំមិនដែរយក market ទេខ្ញុំយក by limit ណាយក limit អញ្ចឹងនៅពេលដែលយើងលក់រួចរាល់លុយនឹងចូលមកកាន់ asset នេះហើយយើងចូលមកកន្លែង spot មកនេះចូលមកកាន់ spot មកគឺយើងនឹងឃើញ USDT ព្រោះថានៅពេលដែលយើងចង់ដកលុយចូលមកកាន់ធនាគារស្រុកខ្មែររបស់យើងគឺយើងត្រូវតែមាន USDT ណាឥឡូវនេះគឺយើងមាន USDT ហើយអញ្ចឹងដើម្បីធ្វើការដកលុយយកមកចាយយើងត្រូវតែបាទ transfer នៅ USDT របស់យើងបាទនៅក្នុង spot ហ្នឹងឲ្យទៅក្នុងបាទ funding ជាមុនសិនណាបានយើងអាចដកយកមកចាយបានតើឥឡូវដើម្បីធ្វើការ transfer យើងឃើញកន្លែងនេះយើងឃើញពាក្យថា transfer យើងចុចទៅលើ transfer បន្ទាប់ពីយើងចុចទៅលើ transfer អ្នកនរគ្នានឹងឃើញកន្លែងនេះយើងឃើញ BNB អញ្ចឹងយើងចុចកន្លែងហ្នឹងដើម្បីធ្វើការផ្លាស់ប្ដូរប៉ុន្តែអ្នកនរគ្នាត្រូវមើលខាងលើនេះដែរខាងលើនេះគឺត្រូវឈរទៅលើ spot ខាងក្រោមនេះត្រូវតែ load ពាក្យថា funding ណាអូខេបើសិនជា load បើសិនជាបើសិនជា load funding នៅខាងលើគឺអ្នកនរគ្នា spot នៅខាងក្រោមអ្នកនរគ្នាត្រូវចុចពវល់ណាប៉ុន្តែបើសិនជាអត់ទេយើងអាចចុចខាងលើនេះមកហើយយើងរើសយក spot មកហើយខាងក្រោមធ្វើយ៉ាងណាក៏ដោយចុចកន្លែងសញ្ញាព្រួយហ្នឹងត្រូវយកបាទ funding ណាអូខេអញ្ចឹងឥឡូវនេះខាងក្រោមគឺមាន BNB អញ្ចឹងយើងត្រូវ transfer ជាកាក់ USDT យើងត្រូវចុចកន្លែងហ្នឹងអូខេបន្ទាប់មកយើងយក USDT របស់យើងហ្នឹងហើយអញ្ចឹងបន្ទាប់មកទៀត
ខ្ញុំនឹងធ្វើការដកលុយចេញចំនួន$1408ណា$1408អញ្ចឹងបន្ទាប់មកយើងចុចទៅលើថា confirm transfer មកអូខេឥឡូវនេះគឺរួចរាល់ហើយយើងចុចទៅលើ OK មកបាទឥឡូវនេះនៅក្នុង spot របស់ខ្ញុំគឺអស់ហើយនៅសល់លុយតែ300ជាងទេគឺលុយ load មកក្នុងនេះអស់ហើយណានៅក្នុង funding នេះឃើញទេបាទនេះខ្ញុំធ្វើការនេះមកបាទខ្ញុំ refresh មកឃើញលុយ load មកហើយអញ្ចឹងឥឡូវអ្នកនរគ្នាយើងបាន transfer រួចរាល់ហើយពេលនេះគឺយើងដល់ពេលវេលាមួយដែលយើងត្រូវធ្វើការដកចេញហើយដើម្បីដកចេញគឺយើងត្រូវចូលមកកាន់នេះចូលមកកាន់បន្ទង់ home បើចូលមកកាន់បន្ទង់ home ហើយអ្នកនរគ្នាត្រូវចុចកន្លែងនេះណាសញ្ញា trade 3អូខេបន្តមកទៀតអ្នកនរគ្នានឹងឃើញពាក្យថា P2P ប៉ុន្តែបើសិនជាអត់មានឃើញពាក្យថា P2P នៅទឹកកន្លែងហ្នឹងទេអ្នកនរគ្នាត្រូវចុចទៅលើ more service អូខេបន្តមកយើង search ខាងលើនេះយើង search ពាក្យថាបាទ P 2P នេះយើង search ចឹងមកគឺយើងនឹងឃើញហើយណាអញ្ចឹងយើងចុចកន្លែងហ្នឹងមកបន្ទាប់ពីយើងឃើញ P2P ហើយអ្នកនរគ្នានិយាយទៅចេះនៅពេលដែលយើងអ្នកដែលថ្មីគេអាចឲ្យយើងធ្វើការ confirm តាមគេយើងគ្រាន់តែ confirm តាមគេទៅណាហើយកន្លែងនេះយើងត្រូវធ្វើយ៉ាងណាចូលកន្លែង P2P ព្រោះជួនកាលយើងចូលមកយើងចូលកន្លែង Express បាទ block បាទ trade អីចឹងណាប៉ុន្តែយើងត្រូវយក P2P យើងចុច P2P បន្ទាប់ពីយើងចុចទៅលើ P2P ហើយតាំងពីទៅបើសិនជាខ្ញុំធម្មតាខ្ញុំគ្រាន់តែចុចទៅលើ payment នេះមកខ្ញុំអាច set យករួចរាល់ហើយប៉ុន្តែខ្ញុំនឹងធ្វើការបង្ហាញសម្រាប់អ្នកដែលថ្មីជួនកាលវាអត់ឃើញវាពិបាកអញ្ចឹងអ្នកនរគ្នាត្រូវតែបាទចុចកន្លែងនេះឃើញដូចរូបច្រឡៅទេអូខេយើងចុចកន្លែងហ្នឹងបន្ទាប់មកអ្នកនរគ្នាអាចធ្វើការអូសឡើងលើបន្តិចណាអូសឡើងលើបន្តិចអានេះគឺចំនួន limit នៃលុយរបស់យើងដែលយើងចង់ធ្វើការលក់អីចឹងណាប៉ុន្តែកន្លែងហ្នឹងមិនបាច់ចាំរើសក៏បានដែរអ្នកនរគ្នាត្រូវចុចកន្លែងនេះអ្នកនរគ្នាឃើញ payment កន្លែងនេះទេអញ្ចឹងយើងត្រូវចុចកន្លែងនេះកន្លែង all ឃើញទេកន្លែង payment method ហ្នឹងចុចកន្លែង all នេះមកអូខេបន្ទាប់មកអ្នកនរគ្នាត្រូវចង់ដកតាមណានៅក្នុងនេះគឺមានធនាគារស្រុកខ្មែររបស់យើងគឺមានច្រើនណាបាទមានដូចជា ABA AC វិញអីហ្នឹងគឺមានប៉ុន្តែខ្ញុំសូមបង្ហាញថាខ្ញុំរើសតែនេះឯង AC ហើយខ្ញុំនឹងរើស ABA អញ្ចឹងអ្នកនរគ្នាចង់រើសអីមួយទៀតក៏រើសទៅណានៅក្នុងហ្នឹងណាបន្ទាប់ពីយើងរើសរួចរាល់យើងគ្រាន់តែចុចទៅលើថា confirm អូខេបន្ទាប់ពីចុចទៅលើ confirm ហើយអ្នកនរគ្នាអាចកលេចមកមើលខាងក្រោមទៀតព្រោះខាងក្រោមនេះគឺកន្លែង country បាទគឺយើងត្រូវធ្វើការរើសនៅប្រទេសកម្ពុជារបស់យើងអញ្ចឹងយើងចុច all កន្លែងនេះយើងចុចទៅលើ all នេះមកបាទដើម្បីធ្វើការរើសបើសិនជាអត់ជាប់យើងចុច search មក Cambodia ណាយើង search ចឹងមកគឺយើងឃើញ Cambodia ប្រយ័ត្នច្រឡំ Cameroon ណាបាទអញ្ចឹងខ្ញុំយក Cambodia តទៅពេលយើងធ្វើការរើសរួចរាល់អស់ហើយយើងចុចទៅលើកន្លែងនេះម្ដងចុចទៅលើ confirm នឹងឥឡូវយើងបានធ្វើការ set នៅត្រង់ចំណុចហ្នឹងមួយដំណាក់ឯណាអ្នកនរគ្នាដូចខ្ញុំនិយាយចឹងបើសិនជាយើងអត់ចុចកន្លែងហ្នឹងនេះយើងឃើញកន្លែងនេះយើងគ្រាន់តែចុចកន្លែងហ្នឹងទៅគឺយើងអាច set បានហើយណាធនាគារណាដែលយើងចង់ដកអីចឹងណាអូខេតឥឡូវរួចរាល់កន្លែងហ្នឹងបន្ទាប់មកអ្នកនរគ្នាបើសិនជាយើងចង់ទិញនៅ USDT តាមរយៈ P2P គឺយើងត្រូវឈរកន្លែង buy ណាប៉ុន្តែបើសិនជាយើងចង់ធ្វើការលក់នៅ USDT ឬក៏លក់នៅកាក់ crypto currency របស់យើងផ្សេងៗឲ្យចូលទៅក្នុងធនាគារស្រុកខ្មែររបស់យើងវិញគឺយើងត្រូវឈរកន្លែង sell ណាព្រោះយើងចង់លក់ចេញ buy យើងចង់ទិញដាក់លុយហ្នឹងចូលមកកាន់បាទ Binance ណាតឥឡូវខ្ញុំចុចទៅលើ sell ព្រោះខ្ញុំចង់ដកលុយចេញបន្ទាប់ពីចុចទៅលើ sell អ្នកនរគ្នាត្រូវមើលកន្លែងនេះកន្លែងនេះគឺគេបានបញ្ជាក់ដែរពាក់ព័ន្ធទៅលើការបាទដកលុយហ្នឹងដកលុយអ្នកនរគ្នាអាចធ្វើការមើលកន្លែងនេះយើងមើលកន្លែងណាដែរមានសញ្ញា tick អីចឹងណាព្រោះកន្លែងនេះតាំងពីទៅគឺមានកន្លែងគេបង្ហាញកន្លែងសញ្ញា tick ដែរប៉ុន្តែមិញនេះគឺខ្ញុំអត់បានបង្ហាញណាប៉ុន្តែអ្នកនរគ្នាក៏ត្រូវមើលដែរណាហើយតម្លៃគឺវាមានខុសគ្នាហើយការទិញចូលរបស់គេក៏មាន limit នៃការកំណត់ដែរបើសិនជាយើងលក់លុយហ្នឹងកាន់តែតិចគេកាត់សេវារបស់យើងកាន់តែច្រើនដូចខាងលើនេះចាប់ពី$10ទៅដល់បាទ$10,000ណាកន្លែងនេះបាទចាប់ពី$10ហើយខាងក្រោមនេះគឺចាប់ពី$1,000បាទទៅដល់បាទ$10,000យើងអាចមើលទៅតាមនឹងបានណានិយាយទៅបន្ទាប់ពីអ្នកនរគ្នាមើលគឺយើងត្រូវមើលដែរនេះគឺ credit របស់គេគ្រាន់បើបាទ100%កន្លែងនេះក៏100%ដែរខាងលើនេះក៏ដូចគ្នាណា100%ដូចគ្នាតែកាត់សេវាច្រើន limit 1000បាទដល់10000នេះគឺ500ណារហូតទៅដល់បាទ$20,000ណានេះ 98.40 រហូតនេះ99អញ្ចឹងសម្រាប់អ្នកនរគ្នាត្រូវមើលដោយខ្លួនឯងសម្រាប់ខ្ញុំគឺខ្ញុំនឹងយកខាងនេះណាយកខាងនេះរយៈពេលគឺ15នាទីកន្លែងនេះក៏15នាទីដែរហើយនេះគឺមាន ABA QR អីចឹងណាបាទអ្នកនរគ្នាដើម្បីធ្វើការទិញលក់បានខ្ញុំកន្លែងនេះបើសិនជាខ្ញុំចុចកន្លែងនេះយើងពិបាកឥឡូវខ្ញុំសូមបង្ហាញកន្លែងនេះជាមុនសិនណាខ្ញុំចុចទៅលើ sell
អ្នកនរគ្នាគឺត្រូវកំណត់ណានៅធនាគាររបស់យើងដែលយើងចង់ដកចេញអ្នកនរគ្នាអាចចុចកន្លែងបែរជាឃើញកន្លែងនេះដូចខ្ញុំអញ្ចឹងយើងចុចមកកន្លែងនេះបែរជាអត់ទាន់មានជាប់ដូចខ្ញុំឯណាអញ្ចឹងអ្នកនរគ្នាចុចកន្លែងហ្នឹងហើយបន្តមកអ្នកនរគ្នាត្រូវតែចុចបាទយើងចង់ដកតាមណាមាន ABA AC QR បាទ True Money វិញអញ្ចឹងបើសិនជាយើងចង់ដកចូលទៅកាន់ AC អ្នកនរគ្នាចុចយក AC មកណាចុចទៅលើ AC បន្ទាប់ពីចុចទៅលើ AC ខាងលើគឺជាប់ AC ហើយខាងក្រោមនេះគឺ name អ្នកនរគ្នាកន្លែងនេះគឺខ្ញុំសូមបញ្ជាក់តែម្ដងបើសិនជាអ្នកនរគ្នាប្រើប្រាស់បាទនៅបាទ account Binance របស់យើងហើយគឺឈ្មោះរបស់យើងហើយណាអ្នកនរគ្នាការដកចូលទៅកាន់ធនាគារគឺអ្នកនរគ្នាត្រូវតែប្រើប្រាស់នៅធនាគារដែលមានឈ្មោះរបស់យើងមិនអាចប្រើធនាគារឈ្មោះអ្នកផ្សេងដើម្បីដកទេព្រោះក្នុងនេះគឺជាប់ឈ្មោះរបស់យើងតែម្ដងហើយណាអញ្ចឹងបើសិនជាយើងប្រើធនាគារផ្សេងឈ្មោះអ្នកផ្សេងគឺអាចដកចេញបានទេបាទហើយកន្លែងនេះគឺយើងត្រូវបំពេញបាទនៅលេខកុងធនាគាររបស់យើងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាប្រហែលជាបានស្គាល់នៅកុងធនាគារខ្លួនឯងហើយមិនចាំបាច់ខ្ញុំបញ្យល់ច្រើនទេហើយនេះគឺ bank បាទកន្លែងនេះគេដាក់ថា optional អញ្ចឹងយើងអត់ចាំបាច់ដាក់ក៏បានហើយកន្លែងនេះអត់ចាំបាច់ដាក់ក៏បានហើយកន្លែងនេះគឺ QR code អ្នកនរគ្នាអាចធ្វើការ screenshot នៅ QR code AC របស់យើងយកមកដាក់កន្លែងហ្នឹងមួយទៅណាហើយអ្នកនរគ្នាត្រូវដាក់ account AC របស់យើងចូលកន្លែងហ្នឹងបន្ទាប់មកយើងចុចទៅលើបថា confirm ណាបន្ទាប់ពីយើង confirm គឺជាប់ហើយអញ្ចឹងខ្ញុំ back ថយក្រោយអូខេអញ្ចឹងគឺជាប់ហើយណាយើង set ហើយគឺជាប់ហើយអញ្ចឹងខ្ញុំនឹងធ្វើការលក់លុយរបស់ខ្ញុំទៅឲ្យគាត់នេះអូខេអញ្ចឹងខ្ញុំចុចកន្លែង sell បាទ sell នេះបាទពួកគាត់មាន AVA បន្ទាប់មកទៀតខ្ញុំនឹងធ្វើការដាក់ចំនួនលុយរបស់ខ្ញុំ1000កន្លែងនេះគឺត្រូវកំណត់លុយរបស់យើងណាដាក់មក1408ណា1408គឺគេកាត់សេវាព្រោះខ្ញុំលក់កាលមុនអ្នកនរគ្នាគឺគេអត់កាត់សេវាណាព្រោះមានតែចំណេញវិញអញ្ចឹងនេះគឺសល់6អញ្ចឹងខ្ញុំដាក់$6វិញបាទនៅសល់1400.29ណាខ្ញុំនឹងលក់ប៉ុណ្ណឹងហើយកន្លែងនេះគឺយើងត្រូវ set យកធនាគារដែលយើងចង់ដាក់បើសិនជាយើង set ច្រើនធនាគារកន្លែងនេះគឺយើងត្រូវចុចដើម្បីរើសណាដើម្បីរើសកន្លែងនេះខ្ញុំសូមបិទបាំងតិចដែរបន្ទាប់មកអ្នកនរគ្នា set រួចរាល់យើងចុចទៅលើ place order ណាយើងចុចទៅលើនឹងមកបន្ទាប់មកគឺរួចរាល់នេះឃើញទេយើងត្រូវរងចាំរយៈពេល15នាទីប៉ុន្តែជួនកាលអ្នកខ្លះអត់ចាំបាច់ដល់15នាទីទេណាតែឥឡូវកន្លែងនេះយើងអាចចូលឆាតទូគាត់អូលឿនមែនតើបើលុយគឺលោតចូលនេះបាទបើសិនជាអ្នកនរគ្នាអត់នេះទេគឺអ្នកនរគ្នាត្រូវឆាតទៅគេអ្នកនរគ្នាត្រូវចុចកន្លែងហ្នឹងដើម្បីឆាតទៅគេអីចឹងណាបាទឥឡូវខ្ញុំសុំមើលលុយរបស់ខ្ញុំសិនហ្នឹងហើយដោយសារតែពេលនេះគឺខ្ញុំទទួលបានលុយអ្នកនរគ្នាណាតែក៏ប៉ុន្តែចូលមកគឺ load payment គឺលឿនមែនតើហ្នឹងហើយអ្នកនរគ្នានៅពេលដែលយើងទទួលបានលុយហើយគឺវានឹងឃើញចេះណានឹងឃើញចេះបាទគឺ payment receive អញ្ចឹងឧទាហរណ៍ថាបើសិនជាអត់ឃើញទេយើងចូលមកកាន់របស់យើង Binance ម្ដងទៀតហើយយើងចុចកន្លែងហ្នឹងដដែលហើយយើងយក P2P របស់យើងដដែលមកអូខេបាទយក P2P អូខេអញ្ចឹងបន្ទាប់មកយើងនឹងឃើញកន្លែងនេះណា order បើសិនជាអ្នកនរគ្នាខ្លះជួនកាលអាចបាត់ណាយើងយកកន្លែងហ្នឹងមកអ្នកនរគ្នាអាចចុចកន្លែងហ្នឹងមកបាទដើម្បីធ្វើការ pay លុយឲ្យគេវិញណាអ្នកនរគ្នាសូមបញ្ជាក់ថាបើសិនជាអត់តទទួលបានលុយអ្នកនរគ្នាកុំធ្វើការនេះកុំប្រឡែងលុយរបស់យើងឲ្យគេអ្នកនរគ្នាត្រូវមើលឲ្យបានច្បាស់តោះឥឡូវយើងចុចទៅលើ payment receive ហើយបន្ទាប់មកយើងត្រូវចុចខាងក្រោមនេះព្រោះយើងទទួលបានលុយហើយចូល ABA ហើយអូខេចុចកន្លែងហ្នឹងអូខេបន្ទាប់មកខ្ញុំចុចទៅលើពេលតែ confirm ម្ដងទៀតណាយើងត្រូវបញ្ជាក់បើសិនជាអត់ទេយើងត្រូវយកខាងលើបើអត់ទាន់បានលុយអូខេចុចទៅលើ confirm អូខេបន្ទាប់មកយើងធ្វើការដោះសោរបស់យើងមកខ្ញុំចុចទៅលើ key បាទឥឡូវគឺរួចរាល់នេះគឺ1400បាទដុល្លារណាយើងបានផ្ដល់ឲ្យគេបាទអញ្ចឹងខ្ញុំខ្វែងចេញបាទអូខេឥឡូវលុយគឺអស់ហើយណាបាទគឺលុយគឺអស់ហើយបាទអញ្ចឹងអ្នកនរគ្នានេះគឺជាវីដេអូមួយនៃការបង្ហាញទៅកាន់អ្នកនរគ្នាពីរបៀបនៃការដកលុយចេញពី crypto ផ្សេងបាទចូលមកកាន់ធនាគារស្រុកខ្មែររបស់យើងហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំអត់មានអីច្រើនទេបាទខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទ